ជំរាបសួរនិងសួស្តីអស់លោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងអស់ដែលកំពុងតែធ្វើការតាមដានស្ដាប់ជាមួយនឹងកម្មវិធីរបស់ខ្ញុំបាទភក្ត្រាប៊ូដាដែលធ្វើការផ្សាយចេញពី podcast របស់ខ្ញុំបាទដែលមានឈ្មោះថាផាក់យ៉ុងជេពីទីក្រុង Houston បាទនៃរដ្ឋ Texas សហរដ្ឋអាមេរិកបាទលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីសម្រាប់រាត្រីការថ្ងៃសៅរ៍ដ៏សែនមនោរម្យបាទនៅថ្ងៃទី29ខែមេសាឆ្នាំ2025នេះបាទខ្ញុំបាទនឹងលើកយកនៅកម្មវិធីមួយដែលមានឈ្មោះថាសិល្បៈនៃការរស់នៅតាមបែបព្រះពុទ្ធសាសនាជូនដល់លោកស្រីអ្នកនាងកញ្ញាដោយនៅថ្ងៃនេះបាទខ្ញុំបាទនឹងលើកយកអំពីគម្ពីរព្រះត្រៃបិដកទុកមកបង្ហាញជូនលោកអ្នកនាងកញ្ញាផងដែរនៅតាមបណ្ដាញសង្គមនានាបាទគឺជាពិសេសគឺបណ្ដាញសង្គម Facebook លោកអ្នកនាងកញ្ញាតែងតែបានស្ដាប់ហើយបើសិនជាលោកអ្នកនាងកញ្ញាបានស្វែងយល់អំពីបាទផ្នែកនៅសាសនារបស់ព្រះពុទ្ធបាទថ្មីកន្លងមកនេះយើងឃើញថាមានការតានតឹងក៏ដូចជាខ្វែងគំនិតគ្នានៅក្នុងការបង្កើតនៅបាទការដែលផ្ទៀងផ្ទាត់នៃបត្រៃបិដកបាទបាទដែលការផ្ទៀងផ្ទាត់ឡើងវិញនោះថាតើខុសឬក៏ត្រូវខ្វះខាតត្រង់ចំណុចណាយ៉ាងនេះនោះត្រូវបានបាទគេតាក់តែងឈ្មោះមួយថាក្រុមជំនុំព្រះត្រៃបិដកចំនួនថ្មីឬក៏ចំនួនក្រោយការបង្កើតក្រុមជំនុំព្រះត្រៃបិដកចំនួនថ្មីនេះបាទត្រូវបានមហាជនក៏ដូចជាបាទពុទ្ធបរិស័ទជាពិសេសគឺព្រះសង្ឃក៏មានមតិស្របក៏នឹងមតិផ្ទុយផងដែរហើយសមស្របទៅតាមហេតុផលរៀងខ្លួនបាទដោយសារបញ្ហាតាក់ទងទៅនឹងបត្រៃបិដកដែលកំពុងតែផ្ទុះឡើងបន្តិចម្ដងនៅពេលនេះបាទជាហេតុនាំឲ្យខ្ញុំបាទក៏បានពំនាំយកនៅបាទអត្តន័យនៃពាក្យបត្រៃបិដកក៏ដូចជាអ្វីដែលហៅថាបត្រៃបិដកជូនដល់លោកអ្នកនាងកញ្ញាទុកគ្រាន់សន្តាប់នៅពេលនេះខ្ញុំបាទប្រកាសជាជឿជាក់ថាបងប្អូនយើងមួយចំនួនក៏ដូចជាបាទតាមស្ថាប័ននានានោះក៏ប្រហែលជាអ្នកខ្លះក៏បានជ្រាបយល់អំពីអត្តន័យក៏ដូចជាគម្ពីរបត្រៃបិដកអ្នកខ្លះនោះក៏ធ្លាប់តែឮក៏មិនបានឃើញដែរដូច្នេះដើម្បីជាកិច្ចពិភាក្សាអំពីគម្ពីរបត្រៃបិដកនៅពេលនេះបាទខ្ញុំបាទលើកយកជា3ចំណុចសម្រាប់យកមកពិភាក្សាធ្វើការពិភាក្សាជាមួយនឹងអស់លោកស្រីអ្នកនាងកញ្ញាដោយសារតែការសិក្សាតិចតួចស្ដាងតាមផ្នែកព្រះពុទ្ធសាសនារបស់ខ្ញុំបាទដូច្នេះខ្ញុំអ្វីដែលខ្ញុំអានដឹងខ្ញុំនឹងជម្រាបជូនអស់លោកស្រីអ្នកនាងកញ្ញាហើយបើសិនបើអស់លោកអ្នកនាងកញ្ញាបាទមិនយល់ស្របឬក៏យល់យ៉ាងណានោះក៏សូមបាទចូលមក comment ដើម្បីយើងពិភាក្សាទាំងអស់គ្នាហើយក៏សូមខន្តីអធិស្ឋានផងដែរចំពោះកំហុសខ្វះខាតឬក៏លើសលប់ត្រង់ចំណុចណាមួយបាទបាទយើងតែងតែឮពាក្យថាព្រះគម្ពីរព្រះត្រៃបិដក
តើព្រះត្រៃបិដកកើតមកពីពេលណាបាទហេតុអ្វីបានជាមានគម្ពីរព្រះត្រៃបិដករហូតមកដល់សពថ្ងៃនេះក៏ដូចជាហេតុអ្វីបានជាក្រោយពីព្រះសមណគោតមព្រះពុទ្ធរបស់យើងបានចូលបរិនិព្វានទៅហេតុអីបានចាំបាច់ឲ្យមានគម្ពីរព្រះត្រៃបិដកនេះឡើងបាទរីឯចំណុចមួយទៀតដែលខ្ញុំបាទនឹងលើកមកជូនអស់លោកលោកស្រីអ្នកនាងកញ្ញានាពេលនេះបាទខ្ញុំបាទនឹងពំនាំបាទនៅបាទចំណេះដឹងមួយផ្នែកទៀតផ្នែកពុទ្ធសាសនាដូចគ្នាគឺបាទថាតើព្រះពុទ្ធសាសនារបស់យើងនេះចូលមកក្នុងប្រទេសកម្ពុជាយើងនេះតាំងពីពេលណាបានន័យថាដើមកំណើតដំបូងនៃព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាកើតឡើងតាំងពីពេលណាបាទខ្ញុំបាទក៏នឹងបង្ហាញជូនអស់លោកលោកស្រីអ្នកនាងកញ្ញានៅក្នុងកម្មវិធីនេះផងដែរ All right, let's do this. បាទឯជាចំណុចចុងក្រោយដែលខ្ញុំយកមកពិភាក្សានៅពេលនេះគឺมันខុសគ្នាពីទី1ទេគ្រាន់ថាសម្រាប់សង្គមបច្ចុប្បន្នយើងនេះគប់សំនៅនឹងអ្វីដែលយើងកំពុងតែផ្ទុះឡើងអំពីបញ្ហាបត្រៃបិដកផងនោះបាទអញ្ចឹងទេក៏คล้ายទៅជាសំណួរមួយដែលយើងលើកយកមកធ្វើការពិភាក្សាថាតើគួរឬក៏ពុំគួរឬក៏យ៉ាងណានោះបាទអញ្ចឹងទេសំណួរពិភាក្សាចុងក្រោយនេះគឺសួរថាហេតុអីចាំបាច់ឬក៏ហេតុអីបានជាត្រូវបង្កើតឡើងក្រុមជំនុំព្រះត្រៃបិដកចំនួនថ្មីថាតើដើម្បីអ្វីមូលហេតុអ្វីបាទដូច្នេះខ្ញុំបាទភក្ត្រាប៊ូដាក៏សូមគោរពអញ្ជើញអស់លោកលោកស្រីអ្នកនាងកញ្ញាមករីករាយសន្តាប់ក៏ដូចជាធ្វើកិច្ចពិភាក្សាជាមួយនឹងខ្ញុំបាទនៅ3ចំណុចនេះហើយសង្ឃឹមថាអស់លោកលោកស្រីអ្នកនាងកញ្ញានឹងជ្រាបជាចំណេះដឹងក៏ដូចជាបើសិនជាបានយល់ឬក៏បានដឹងឮខ្លះហើយក៏បានក៏ please សូមគោរពអញ្ជើញចូលរួមមកជជែកវែកញែកហើយយើងនឹងធ្វើយ៉ាងណាដើម្បីឲ្យវិស័យព្រះពុទ្ធសាសនារបស់យើងកាន់តែរីកចម្រើនទៅទៀតបាទអញ្ចឹងទេសូមអញ្ជើញចូលរួមស្ដាប់នៅកិច្ចពិភាក្សាក៏ដូចជាកិច្ចអត្ថាធិប្បាយរបស់ខ្ញុំបាទនៅពេលនេះដូចតទៅបាទប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីបាទក្រោយពីព្រះពុទ្ធព្រះសមណគោតមបានចូលបរិនិព្វានបានប្រហែលជា4ខែដោយមើលឃើញនៅបាទឬក៏ព្រួយបារម្ភអំពីការបាត់បង់នៅរាល់ពាក្យពេចន៍នៅរាល់ធម៌ទេសនាដែលព្រះពុទ្ធបានទូមានព្រានប្រដៅដល់សត្វលោកទាំងអស់ឲ្យរួចរំដោះពីសេចក្តីទុក្ខនោះព្រះកស្សបៈក៏មានគំនិតចងក្រងរាល់ពាក្យពេចន៍ទាំងអស់របស់ព្រះអង្គដើម្បីចងក្រងជាគម្ពីរបត្រៃបិដកនិយាយឲ្យខ្លីបាទគឺសង្គាយនាលើកទី1បាទដោយមើលឃើញថាក្រោយពីព្រះសមណគោតមបានសោយទីបង្គត់ក៏ដូចជាចូលបរិនិព្វាននោះបាទព្រះសង្ឃជាច្រើនឬក៏ព្រះអរហន្តជាច្រើនបានយំសោកសង្រេងបាទសោកស្ដាយនៅជីវិតរបស់ព្រះអង្គក៏ប៉ុន្តែមានភិក្ខុដែលនិយមដែលយើងនិយាយថាភិក្ខុខលខូចដែលគាត់មិនជាសប្បាយចិត្តនៅរាល់វិន័យទាំងឡាយដែលព្រះសមណគោតមរបស់យើងបានបាទការនៅរស់រានមានជីវិតនោះគឺគាត់ដាក់វិន័យច្រើនណាស់សម្រាប់ភិក្ខុសង្ឃយើងបាទដូច្នេះនៅពេលដែលព្រះសម្មាសម្ពុទ្ធរបស់យើងបានចែកឋានទៅគឺសង្ឃចាស់នោះគាត់តែងប្រាប់ថាមិនចាំបាច់ទៅសោកស្ដាយសោកសង្រេងកាត់ទុកអីទេបាទយើងព្រះអង្គបានលាចាកហើយយើងគួរតែសប្បាយចិត្តបាទ
យើងគួរតែសប្បាយចិត្តពីព្រោះអត់មានអ្នកណាដាក់ពិន័យយើងទៀតទេបាទដោយបញ្ញាឆ្លៀសវៃនឹកឃើញខ្លាចបាត់បង់នៅរាល់ពាក្យពេចន៍ទាំងអស់ដែលព្រះពុទ្ធសាសនគោតមបានទូមានព្រានប្រដៅបាទព្រះកសបៈក៏បានបាទប្រមូលគ្នាបានន័យថាប្រមូលព្រះអរហន្តចំនួន500អង្គបាទដើម្បីធ្វើសង្គាយនាលើកទី1ដើម្បីចងក្រងនៅរាល់ពាក្យពេចន៍ទាំងអស់ដែលព្រះអង្គព្រះសមណគោតមព្រះពុទ្ធបានទូមានព្រានប្រដៅឬក៏សម្ដែងធម៌ទេសនានៅទីណាក៏ដោយនៅកន្លែងណាក៏ដោយគ្រប់វគ្គគ្រប់ឃ្លាគ្រប់ពាក្យពេចន៍ទាំងអស់គឺត្រូវចងក្រងឡើងវិញដោយមិនឲ្យបាត់មួយឃ្លាឡើយពីព្រោះថាកាលណាបើបាត់បង់គឺព្រះពុទ្ធគឺបានចែកឋានទៅដោយគ្មានន័យបាទបើតាមគម្ពីរបានឲ្យដឹងថាការធ្វើសង្គាយនាលើកទី1គឺនៅលើភ្នំភាវរៈបាទនៃទីក្រុងរាជក្រឹសបាទហើយដោយមានព្រះអរហន្តចំនួន500អង្គចូលរួមបាទធ្វើការសង្គាយនានេះបាទគឺប្រម៉ែប្រមូលទាំងអស់ហើយចំណុចមួយគឺលោកអ្នកនាងកញ្ញាខ្ញុំនឹងបង្ហាញនៅពេលក្រោយបាទដំបូងឡើយហ្នឹងគឺ500អង្គសម្រាប់ព្រះអរហន្តក៏ប៉ុន្តែព្រះភិក្ខុមួយអង្គបាននិយាយថាយើងយកតែព្រះអរហន្ត499អង្គបានហើយទុកមួយអង្គទៀតសម្រាប់ព្រះអានន្ទតែការចំនួននោះព្រះអានន្ទអត់ទាន់បានក្លាយជាព្រះអរហន្តទេក្រោយពេលដែលព្រះពុទ្ធបានចូលបរិនិព្វានទៅនោះចម្ងល់ត្រូវបានសួរថាហេតុអ្វីបានព្រះអានន្ទបាទលោកអ្នកនាងកញ្ញាបានស្គាល់ព្រះអានន្ទហើយបាទគឺគាត់មានបាទគាត់មានបញ្ញាពីធម្មជាតិរបស់លោកគឺដូច computer អញ្ចឹងបាទដូចជា memory មួយយ៉ាងខ្លាំងរាល់ពាក្យពេចន៍ការទូមានព្រានប្រដៅការសម្ដែងធម៌ទេសនាគ្រប់ទីកន្លែងរបស់ព្រះសមណគោតមគឺព្រះអានន្ទចាំទាំងអស់អត់បាត់មួយឃ្លាទេលោកអ្នកនាងកញ្ញាថាតើហេតុអ្វីបានរកការចងចាំរបស់ការសម្ដែងរបស់ព្រះពុទ្ធដែលព្រះអានន្ទបានចាំទាំងអស់តែมันអាចធ្វើឲ្យព្រះអានន្ទក្លាយទៅជាព្រះអរហន្តបាទនេះជាចំណុចមួយដែលខ្ញុំនឹងបង្ហាញអស់លោកលោកស្រីនិងកញ្ញានៅពេលក្រោយអញ្ចឹងទេយើងសរុបខ្លីៗមកគឺការសង្គាយនាលើកទី1ក៏សរុបបាន5គម្ពីរបាទហើយនៅក្នុងនោះក៏មានគម្ពីរបាទអភិធម្មនោះ7គម្ពីរផងដែរបាទគឺសរុបទៅគឺបាទ12បាទចងក្រងកន្លងទៅបាន100ឆ្នាំក៏ត្រូវបានសង្គាយនាជាលើកទី2បាទដោយខ្លាចបាត់បង់ដូច្នេះត្រូវបានសង្គាយនាជាលើកទី2បាទដោយស្ដេចកាឡាសោកៈបាទនៅក្នុងសង្គាយនាលើកទី2នោះគឺត្រូវបានរៀបចំឡើងដោយព្រះអរហន្តចំនួន700អង្គបាទបន្ទាប់មកក៏កន្លងបានប្រហែលជា218ឆ្នាំបាទដោយមានការឧបត្ថម្ភពីស្ដេចធម្មមាសោកបាទត្រូវបានសង្គាយនាជាលើកទី3បាទដោយមានព្រះអរហន្តចូលរួមចំនួន1000អង្គបាទហើយសង្គាយនាលើកចុងក្រោយនោះគឺធ្វើឲ្យបាទព្រះពុទ្ធសាសនាបានរីកដុះដាលនិងរីកចម្រើនយ៉ាងខ្លាំងគួរបញ្ជាក់ផងដែរសង្គាយនាលើកចុងក្រោយគឺចំណាយពេលអស់9ខែផងដែរ
ប្រិយមិត្តអស់លោកលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីបាទដូចនេះខ្ញុំអាចសង្ខេបសរុបតែម្ដងបាទអំពីគម្ពីរបត្រៃបិដកដែលយើងធ្វើការសង្កេតយ៉ាងនេះបាទជូនលោកអ្នកនាងកញ្ញាជាសង្ខេបតែម្ដងបាទសរុបមកគឺព្រះត្រៃបិដកត្រូវបានផ្ទៀងផ្ទាត់ក៏ដូចជាសង្គាយានាសរុបចំនួន6ដងគឺ3ដងនៅឯប្រទេសឥណ្ឌា1ដងនៅឯស្រីលង្កានិង2ដងនៅប្រទេសភូមាហើយដែលចុងក្រោយគេបង្អស់នោះគឺនៅទីក្រុងរ៉ុងគូនៅក្នុងឆ្នាំ1955ក្រោយពីព្រះពុទ្ធបានចូលបរិនិព្វានបាន2500ឆ្នាំ